ក្រសួងរ៉ែធម្មពលបូមខ្សាច់កាត់បន្ថយការបូមខ្សាច់កាត់បន្ថយបាក់ដីតាមច្រាំងមាត់ទន្លេលោកតាអត់តន់ជឿចៅនិយាយទេណាប្រាជ្ញធុរាយតែតាបានឆ្លើយរឿងបូមខ្សាច់ហើយបញ្ហាបាក់ច្រាំងស្ទឹងទន្លេបញ្ហាបាក់ច្រាំងស្ទឹងទន្លេមានតាក់ទងនឹងបូមខ្សាច់តែមិនមែនតាក់ទងនឹងបូមខ្សាច់ជាចម្ពោះដែលប្រែមកទៀតថាការបូមខ្សាច់មិនមែនជាមូលហេតុធំនៃការបាក់ច្រាំងទន្លេស្ទឹងទេក្រសួងធម្មពលនិងរ៉ែឬក៏មន្ត្រីដូចជាមិនបាននិយាយដូចចៅនិយាយទាំងស្រុងទេឈប់ឈួតជឿតាម Facebook ឬក៏ YouTube social media ដែលគេត្រូលរឿងបង្កហេតុថាបូមខ្សាច់វាបាក់ច្រាំងវាមានកើតឡើងអញ្ចឹងមែនតែការបាក់ច្រាំងស្ទឹងទន្លេមិនមែនមូលហេតុធំមកពីការបូមខ្សាច់ទេស្ដាប់ឲ្យបាននេះចែមសពនិយាយហើយខ្ញុំនឹងធ្វើរៀលធ្វើ short បន្ថែមទៀតបញ្ជាក់ការបាក់ច្រាំងស្ទឹងទន្លេវាមានតាក់ទងនឹងការបូមខ្សាច់តែមិនមែនជាកត្តាធំហើយឈប់បូមទៅវាអត់បាក់នោះទេមិនមែនជាកត្តាធំដែលថាឈប់បូមខ្សាច់ទៅវាឈប់បាក់ទេពីព្រោះការបាក់ច្រាំងស្ទឹងទន្លេវាបាក់ដោយសារកម្លាំងទឹកហូរការប្រែប្រួលនៃអេកូបរិស្ថានណាវាបាក់ដោយសារពេលទឹកស្រកខ្លាំងពេកដល់ពេលទឹកឡើងជំហុកពេកចរន្តខ្សែទឹកក៏វាចូលរួមអញ្ចឹងរៀបរាប់ដំបូងការបាក់ច្រាំងវាជាបាតុភូតធម្មជាតិវាមិនមែនទៅបាក់ច្រាំងសម័យឥឡូវទេទន្លេស្ទឹងប្រែកជីកបាក់ច្រាំងរាប់ពាន់ឆ្នាំហើយវាជាបាតុភូតធម្មជាតិនឹងមួយទៀតវាតាក់ទងនឹងបរិស្ថាននៅពេលរីងទឹករីងហើយនឹងពេលទឹកឡើងពេញទឹករីងក៏វាបាក់ច្រាំងប៉ុន្តែយើងមើលអត់ឃើញវាបាក់ទេតែវាបាក់ដល់ពេលទឹកឡើងក៏វាបាក់ចរន្តទឹកហូរលឿនពេកក៏វាបណ្ដាលឲ្យបាក់ណាអូខេណាវាបាក់ដូច្នេះហើយការចោទប្រកាន់ថាបូមខ្សាច់វាបណ្ដាលឲ្យបាក់ច្រាំងវាអាចត្រូវ 5% អីចឹងតែវាមិនមែនឈប់បូមខ្សាច់ហើយច្រាំងលែងបាក់ទេមិនមែនទេអញ្ចឹងព័ត៌មានដែលគេត្រូលតាមប្រព័ន្ធបណ្ដាញសង្គមហ្នឹងវាអត់ពិតអញ្ចឹងទេអត់ពិតទេណាការបូមខ្សាច់បើនិយាយពីអំពើពុករលួយអាហ្នឹងយើងដឹងទាំងអស់គ្នាណាយើងដឹងទាំងអស់គ្នាអូខេយើងដឹងទាំងអស់គ្នាតែបើនិយាយថាតើត្រូវបូមទេចម្លើយថា yes រាជការផែនដីត្រូវគ្រប់គ្រងអាជីវកម្មបូមខ្សាច់ដើម្បីយកឈ្នួលមានន័យថាសមត្ថកិច្ចរាជការណាដែលគ្រប់គ្រងលើរឿងផ្លូវទឹកហ្នឹងណាត្រូវគ្រប់គ្រងដាក់ច្បាប់ដាក់វិន័យឲ្យបានត្រឹមត្រូវហើយប្រមូលពន្ធដារនិងប្រមូលថ្លៃដែលគេដេញយកទៅបូមខ្សាច់ហ្នឹងឲ្យបានលុយចូលឃ្លាំងរដ្ឋកាត់បន្ថយនិងគ្រប់គ្រងអំពើពុករលួយហើយតាមដានមើលអំពីហានិភ័យនៃអាជីវកម្មបូមខ្សាច់អានោះខ្ញុំគាំទ្រតែបើជឿតាមការឃោសនាថាបូមខ្សាច់បាក់ច្រាំងអត់ពិតអញ្ចឹងទេណាអូខេ Bro Scalum និយាយថា
ក្រសួងអ្នកនិយាយតាគួរណាស់មើលក្រសួងសិនមិនបាច់ទេកូនស្ដាប់ឮសូវគេនិយាយខ្លះណាគ្មានហេតុផលទេគឺនិយាយចូលទៅតាមថាឥឡូវតាសួរចៅឯងវិញប្រូខំបើឈប់បូមខ្សាច់ឈប់បាក់ច្រាំងនេះមើលមានអ្នកណាឆ្លើយមកឥឡូវចៅជួយឆ្លើយតាមមកចៅមានទំនោរទៅលើថាបូមខ្សាច់បាក់ច្រាំងឥឡូវបើឈប់បូមខ្សាច់វាឈប់បាក់ច្រាំងនេះ yes or no សុំចម្លើយបើឈប់មានការបូមខ្សាច់វាឈប់បាក់ច្រាំងនេះយីចាំបាច់ទៅស្ដាប់អាក្រសួងណានិយាយក្រសួងនេះក្រសួងខួរក្បាលនេះមនុស្សមិនមែនស្រេចតែគេថាទេណាចៅឥឡូវចៅឯងឆ្លើយមើលតើពេលឈប់បូមខ្សាច់បាក់ច្រាំងឥឡូវជិះឡានទៅខេត្តបាត់ដំបងហើយដើរមើលស្ទឹងសង្កែត្រើយខាងកើតនិងត្រើយខាងលិចទៅមើលស្ទឹងសង្កែទៅមើលមេកង់លើទៅមើលស្ទឹងស្លាគូទៅមើលស្ទឹងសៀមរាបទៅមើលស្ទឹងពោធិ៍សាត់ដើរមើលទៅលោកអើយលោកណាដើរមើលទៅលោកអើយលោកណាដើរទៅមើលទៅតើអាស្ទឹងសង្កែហ្នឹងគេបូមខ្សាច់ឲ្យបានវាបាក់សពថ្ងៃផ្ទះម្ដាយខ្ញុំ4ខ្នងគេរុះចោលអស់ឥឡូវអាដីផ្ទះហ្នឹងបាក់អស់លេងដែលឆ្នាំ70មកដល់ផ្ទះខ្ញុំហ្នឹងវាប្រហែល60ម៉ែត្របាក់អស់ហើយអញ្ចឹងហេតុផលរបស់ចៅជួយប្រាប់តាមើលជួយកែតាមើលអូខេអូចៅឯងទៀមទេឲ្យក្រសួងប្រើខួរហើយចុះចៅឯងមានប្រើខួរទេខួរប្រើទាំងអស់គ្នាងាប់អញហើយចៅឯងមើលតាណាតាសប្ងៃប្រធានាធិបតីតាឈ្មោះអីកូនឈ្មោះដូណាល់ត្រាំសង្គ្រាមនៅអ៊ីរ៉ានចៅឯងមើលសង្គ្រាមនៅអ៊ីរ៉ានតាគិតយ៉ាងម៉េចតាគិតថានយោបាយលោកត្រាំគាត់កំពុងផុងខ្លួនការធ្វើសង្គ្រាមវាខុសអូខេហើយចុះចៅឯងមានខួរគិតទេចៅឯងចង់ចាប់សម្ដីអាក្រសួងនឹងនិយាយហើយយកមកឲ្យតាហ្នឹងគិតមិនគិតជេរអាក្រសួងហ្នឹងអាហ្នឹងមនុស្សចេះប្រើក្បាលហាមាត់ឡើងមែនហើយតាគួរណាស់តែប្រើខួរហើយចុះអាក្រសួងហ្នឹងវានិយាយនឹងខុសអីវានិយាយនឹងអាចមិនត្រូវ 100% ប៉ុន្តែវាមិនខុសទេហើយបើចង់ឲ្យវាប្រើខួរហើយចៅឯងមិនក៏មិនចេះប្រើខួរសត្វតែគេក្រសួងគេត្រូវប្រើខួរត្រឹមត្រូវហើយប៉ុន្តែខ្លួនឯងចេះប្រើខួរទេតើខ្លួនឯងឆ្លើយបានទេបើឈប់បូមខ្សាច់តាមដងទន្លេវាឈប់បាក់ច្រាំងទេវាឈប់បាក់ច្រាំងទេបើតវ៉ារឿងបូមខ្សាច់ពុកអលួយណាបើតវ៉ារឿងបូមខ្សាច់ពុកអលួយអាហ្នឹងតាគាំទ្រណាតាគាំទ្របើថ្កោលទោសអំពើបូមខ្សាច់ពុកអលួយកងសុកគាំទ្រអញ្ចឹងយើងគិតទាំងអស់គ្នាណែប្រាប់ឲ្យហើយណាចៅតាមិនមែនគាំទ្រការបូមខ្សាច់ពុកអលួយទេតាទើបតែនឹងនិយាយឲ្យថារាជការត្រូវគ្រប់គ្រងយកពន្ធយកថ្លៃឈ្នួលឲ្យបានណាលោកពន្ធយកថ្លៃឈ្នួលឲ្យបានអូខេយកពន្ធយកថ្លៃឈ្នួលឲ្យបានដើម្បី
ណាណារិននិយាយថាឈប់បូមមានបាក់តែវាបាក់តិចតួចណាស់ឥឡូវធ្វើ survey នៅស្ទឹងសង្កែខេត្តបាត់ដំបងទៅអត់មានបូមទេតើវាបាក់ប្រមាណមានធ្វើ survey ទេមានធ្វើ survey ទេអាហ្នឹងមួយណាកូនណានឹងរឿងតិចតួចមកតិចតួចឥឡូវត្រឡប់មកទៀតណាត្រឡប់មករឿងមួយទៀតតាប្រឆាំងនឹងរឿងបូមសាច់ពុកអលួយឥឡូវចូលដល់រឿងមួយទៀតតើបូមសាច់មានប្រយោជន៍ឬទេតាឆ្លើយបូមខ្សាច់មានប្រយោជន៍ទន្លេមេគង្គណាទន្លេមេគង្គណាទន្លេមេគង្គគឺត្រូវបាក់ច្រាំងរៀងរាល់រដូវហើយការបាក់ច្រាំងនេះធ្វើឲ្យទន្លេរាក់ចរាចរណ៍នាវានិងសាឡាងដែលយើងហៅសាឡង់នោះនឹងជួបប្រទះបញ្ហាដែលពីពេលមួយទៅកាន់ពេលមួយតាំងពីសម័យមុនសង្គ្រាមគេត្រូវស្ដារបាតទន្លេដោយសារសម័យមុនខ្វះឧបករណ៍ហើយខ្វះថវិកាហើយចរាចរណ៍មិនមមាញឹកដូចឥឡូវការស្ដារដងទន្លេមេគង្គក៏ធ្វើតិចបច្ចុប្បន្ននេះទន្លេមេគង្គត្រូវស្ដារឲ្យបានញឹកញយព្រោះចរាចរណ៍ច្រើនជាងមុនរីឯការបាក់ច្រាំងវាជាបញ្ហាពិបាកណាស់បើវាបុកទឹកទៅខាងណាខ្លាំងខាងក្នុងរងគ្រោះណាហើយនៅពេលដែលវាបាក់ច្រាំងទន្លេមេគង្គអត់រីកធំជាងមុនទេកន្លែងខ្លះវាតូចជាងមុនវាព្រោះវាដុះដីមកខាងវាទៅបាក់ច្រាំងមកខាងវារាក់ទាំងអស់នេះវាតាក់ទងនឹង navigational control ដែលរាជការត្រូវចំណាយលុយនឹងគ្រឿងจักរហើយនឹងការថែទាំភូមិសាស្ត្រទន្លេបើមិនដូច្នេះទេទន្លេនឹងវារាក់ធ្វើដំណើរអត់រួចទេក៏ជាបញ្ហាមួយណាចៅសេថាអ្វីដែលគួរខឹងខាងក្រសួងប្រាប់ថាចរចាជាមួយភាគីទាំងសងខាងរួចហើយនៅលើជាតិរាំងបើចរចាហើយមិនមែនពួកគាត់តវ៉ាទេណារឿងហ្នឹងតាអត់មានយោបល់ទេអាហ្នឹងពេលវេលាហើយនឹងទង្វើអាហ្នឹងខឹងតាមិនហាមមិនឲ្យចៅឯងខឹងទេណាមុខងារតាគឺបញ្យល់ថាតាវាបាក់ច្រាំងហ្នឹងមកពីបងខ្សាច់ទេ yes ជាចំណែកមួយចុះបងឈប់បងខ្សាច់ឈប់បាក់ទេ no ណាតាប្រាប់ឲ្យតាអត់គ្រប់គ្រងការបងខ្សាច់ពុកលួយទេឥឡូវចៅឯងប្រាប់ថាក្រសួងថាវាចរចាហើយតែការចរចានោះចៅឯងមិនសប្បាយចិត្តទេព្រោះវាអត់ទាន់មានការចរចានិយាយត្រង់តាអត់ដឹងរឿងហ្នឹងហើយតាមិនដឹងថាចរចាយ៉ាងម៉េចណាអូខេមិនដឹងថាតាចរចាយ៉ាងម៉េចតើក្រសួងណាទៅធានាប្រជាជនថានេះបងប្អូននៅច្រាំងនេះរាជការធានាថាមិនអោយបាក់ទេអត់ដឹងហើយបើបងប្អូននៅខាងហ្នឹងនិយាយថាខ្ញុំបាក់ដោយសារគេបូមខ្សាច់ឈប់បូមទៅរាជការក៏ត្រូវគិតមើលត្រូវចាញ់ទៅស្ទងមើលថាតើការតវ៉ារបស់ប្រជាជនថាវាបាក់មកពីបូមពិតឬមិនពិតទៅស្ទងឲ្យប្រជាជនមើលអាហ្នឹងមុខងាររាជការតែបើរាជការគ្រាន់តែប្រកាសថាអត់បាក់ទេគ្មានអ្នកណាអាចមកធានាបានទេហើយរាជការធ្វើអញ្ចឹងក៏មិនត្រឹមត្រូវដែរអាហ្នឹងយើងនិយាយឲ្យវាមានហេតុផលទាំងអស់គ្នាអូខេ